bạnនៅបាត់ដំបងនៅសហភាពសហព័ន្ធយុវជនកម្ពុជាមានរៀបចំការទទួលការបរិច្ចាគជាមពីសំណាក់មហាជនពុកម៉ែបងប្អូនដែលបងប្អូនបាទក្មួយកំពុងតែនេះរៀបចំយ៉ាងស្អាតដើម្បីចាំទទួលការចូលរួមបរិច្ចាគជាមរបស់ពុកម៉ែបងប្អូនបាទរយៈពេល3ថ្ងៃហើយដែលតាមបណ្ដាខេត្តនានាបាទបានរៀបចំនៅការទទួលការបរិច្ចាគជាមដើម្បីជួយទៅដល់ទាហានក៏ដូចជាប្រជាពលរដ្ឋដែលរងរបួសពីការឈ្លានពានរបស់ចៅសៀមបាទកាលពីថ្ងៃទី9ម្សិលមិញនេះនៅសាកលវិទ្យាល័យការពារជាតិនៅរាជធានីភ្នំពេញបាទបានទទួលការបរិច្ចាគហើយបាទហើយនៅពោធិ៍សាត់បាទរួមទាំងនៅសៀមរាបក៏បន្តទទួលការបរិច្ចាគផងដែរអញ្ចឹងឥឡូវមកដល់ខេត្តបាត់ដំបងបាទនៅសហភាពសហព័ន្ធយុវជនកម្ពុជាដែលស្ថិតនៅផ្លូវពោធិវង្សបាទភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងបាទដូច្នេះជាការអំពាវនាវទៅដល់ពុកម៉ែបងប្អូនដែលនៅខេត្តបាត់ដំបងបាទសូមមេត្តាចូលរួមទាំងអស់គ្នាដោយក្រុមការងារបាទបងប្អូនយុវជនបានត្រៀមចាំទទួលបងប្អូនពុកម៉ែមានមីងទាំងអស់គ្នាហើយបាទយើងរួមគ្នានៅក្នុងបេះដូងតែមួយមិនមានម៉ាស៊ីនអ្វីមកផលិតឈាមបានទេក្រៅតែពីបេះដូងខ្មែរជួយខ្មែរក្រៅតែពីបេះដូងនៃការជួយសង្គ្រោះដល់ជនរងគ្រោះបាទដែលរងផលប៉ះពាល់ដោយការឈ្លានពានពីសំណាក់ចៅសៀមបងវរៈកងទ័ពរបស់យើងបានបូជាជីវិតដើម្បីពួកយើងដូច្នេះយើងមិនមានអ្វីត្រូវមិនមានអ្វីត្រូវទើសទាល់បាននៅក្នុងការផ្ដល់ជាឈាមដើម្បីជួយទៅដល់គាត់វិញដើម្បីឲ្យជីវិតរបស់គាត់នៅរស់រានបានសេចក្តីសុខបាទសុភមង្គលនៅក្នុងប្រទេសជាតិរបស់យើងបាទដែលមានប្រមុខដឹកនាំដែលលោកគិតគូរយ៉ាងខ្លាំងចំពោះសក្តិទុកបាទអញ្ចឹងជាថ្មីម្ដងទៀតខ្ញុំបាទសូមអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់នៅខេត្តបាត់ដំបងសូមមកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងដើម្បីផ្ដល់ឈាមទាំងអស់គ្នាបាទ